ជីវិតរាល់ថ្ងៃនេះវិលតែជាមួយនឹងមីនឹងឯងគឺថាទៅណាអត់រួចពីមីទេអស់ពីមីកញ្ចប់ទៅមីគីឡូអស់ពីមីគីឡូលើមកមីដុំទៀតហើយមិនថាចុងខែដើមខែអីទេគឺថាមីគឺញឹកខ្លាំងមែនតែនប៉ុន្តែខ្ញុំសម្រេចចិត្តថាខ្ញុំញ៉ាំមីដុំជាងញ៉ាំមីកញ្ចប់ដោយសារតែញ៉ាំមីដុំអញ្ចឹងគឺថាអត់សូវវាប៉ះពាល់សុខភាពហើយមីហ្នឹងគឺមុននឹងឆាខ្ញុំយកទៅស្រុះជាមួយទឹកក្តៅវាទន់ល្អហើយខ្ញុំយកមកទៅសោសជាមួយប្រេងឆាបន្តិចដែរកុំឲ្យវាស្អិតជាប់គ្នាអញ្ចឹងណាបន្ទាប់មកគឺខ្ញុំមកលាយទឹកសោសគឺខ្ញុំដាក់ទឹកត្រីចំនួន2ស្លាបព្រាបាយដាក់ប៊ីចេងបន្តិចដាក់ម្សៅស៊ុបដាក់ស្ករប្រេងខ្យងទឹកម្ទេសហើយដាក់ទឹកបន្តិចដែរហើយលាយចូលគ្នាច្របល់ឲ្យវាចូលជាតិគ្នាទៅមួយទៅណាបងប្អូនច្របល់វាតទៅចូលជាតិคล้ายទៅជាលបាយទៅមួយទៅបន្ទាប់មកគឺយើងទុកមួយឡែកសិនរួចហើយគឺថាយើងទៅរៀបចំឆាសាច់គោតែម្ដងគឺខ្ញុំដាក់ខ្ទឹមលីងឲ្យឡើងឈ្ងុយល្អហើយចាំដាក់សាច់គោសម្រាប់សាច់គោនេះដែរបងប្អូនទិញយកសាច់ផុយបានឆាទៅឆ្ងាញ់ណាបងប្អូនជាទៅសាច់គោហ្នឹងយកសាច់ច្រឡកក៏បានសាច់ផ្អែមក៏បានដែរគឺឆាទៅទន់ឆ្ងាញ់ឆាសាច់គោ2 3ត្រឡប់ជាមួយនឹងខ្ទឹមហ្នឹងទៅបន្ទាប់មកគឺខ្ញុំដាក់ទឹកស៊ុសហ្នឹងចូលតែម្ដងសម្រាប់ទឹកស៊ុសនេះពេលដែលយើងដាក់ប៉ុណ្្នឹងហើយមិនមែនថាដាក់តែប៉ុណ្្នឹងទេគឺបងប្អូនភ្លក់មើលទៅថាប្រៃផ្អែមអីអញ្ចឹងគឺបងប្អូនថែមថយតាមចំណង់ចំណូលចិត្តបន្ថែមទៀតដោយសារតែការលាយទឹកស៊ុសនេះគឺលាយស្មានទេបងប្អូនឆាសាច់គោជាមួយទឹកស៊ុសហ្នឹងឲ្យចូលជាតិគ្នាល្អទៅបន្ទាប់មកគឺខ្ញុំដាក់ស្ពៃក្តោបសម្រាប់បន្លែបងប្អូនចង់ដាក់បន្លែអីក៏បានដែរឆាមីចង់ដាក់ការ៉ុតដាក់ស្ពៃចង្កឹះឬក៏គល់ខិតណាក៏បានដែរដោយសារតែផ្ទះខ្ញុំមានស្ពៃក្តោបខ្មែរល្អអញ្ចឹងហើយខ្ញុំក៏ឆាជាមួយស្ពៃក្តោបតែម្ដងទៅឆាសាច់គោនិងស្ពៃក្តោបហ្នឹងឆាចុះឆាឡើងបើឆ្អិនពេកបងប្អូនដោយសារស្ពៃក្តោបនេះគឺថាឆាតែមួយផ្លែតទៅគឺឡើងទ្រមឡើងទន់ល្អតែម្ដងនិយាយទៅឆាប៉ុណ្នេះបើអត់ទាន់ដាក់មីក៏ញ៉ាំមួយបាយបានដែរណាបងប្អូនហើយបន្ទាប់ពីឆារួចហើយគឺខ្ញុំដាក់មីចូលតែម្ដងបងប្អូនច្របល់មីជាមួយនឹងសាច់និងស្ពៃក្តោបហ្នឹងឲ្យចូលជាតិគ្នាតែមួយទៅនិយាយរួមឆាតែ2 3ត្រឡប់ហ្នឹងគឺថាឆ្អិនហើយបងប្អូនចង់ចូលចិត្តឆាបែបស្ងួតឬក៏បែបទឹកបែបទឹកអីអញ្ចឹងអាហ្នឹងតាមការចូលចិត្តរបស់បងប្អូនណាបើសិនជាចូលចិត្តបែបឆាស្ងួតទេបងប្អូនកូរវាតតែដាច់ទឹកទៅនិយាយពីថាមីទៅសោះទៅគឺថាឡើងទន់ល្អខ្លាំងមែនតែននិយាយទៅមីហ្នឹងយើងស្រោចជាមួយទឹកក្តៅឲ្យរៀងយូរបន្តិចឲ្យតតែឡើងទន់ល្អចាំយកមកឆាបានឆ្ងាញ់បើសិនជាយើងស្រោចអត់បានទន់ល្អទេវានៅរឹងវាអត់សូវឆ្ងាញ់ទេឆាតែប៉ុណ្្នឹងហើយគឺរោយស្លឹកខ្ទឹមជាការស្រេចហើយបងប្អូនជាទៅតំណងខ្លាំងមែនតែនណាបងប្អូនបន្ថែមជាមួយនឹងយកទៅញ៉ាំជាមួយនឹងទឹកម្ទេសហើយនឹងនេះម្ទេសឆាទៀតបងប្អូនបានឆ្ងាញ់បើយើងញ៉ាំតាប៉ុណ្ណឹងអត់តន់ឆ្ងាញ់ទេនិយាយទៅឆាមីនេះគឺថាផ្ទះខ្ញុំចូលចិត្តខ្លាំងមែនតែនហើយខ្ញុំអាសាញ៉ាំមីដុំហ្នឹងច្រើនជាងញ៉ាំមីកញ្ចប់ដោយសារតែរសជាតិវាគឺឆ្ងាញ់បងប្អូនមិនចាញ់មីកញ្ចប់អីហ្មងទេចុងសប្តាហ៍នៅផ្ទះជុំគ្នាអីគឺខ្ញុំអាសាឆាមីនេះញ៉ាំដោយសារតែឆាមីនេះហើយគឺអត់ញ៉ាំបាយទេបងប្អូនគឺថាញ៉ាំពីព្រឹកដល់ល្ងាចតែម្ដង